ដឹងមូលហេតុហើយករណីឆេះមហោស្រពខេត្តតាកែវចាប់ពីពេលនេះទៅអ្នករកស៊ីឃោសនាបោកប្រាស់ដូចជាប្រើពាក្យកោសឈ្នះឬបើកឈ្នះជាដើមនឹងត្រូវទទួលរងវិន័យផ្នែកច្បាប់ដើម្បីការពារដល់ផលប្រយោជន៍អតិថិជននេះបើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មនៅក្នុងខែមេសានេះដើម្បីប្រឆាំងនឹងការរកស៊ីមិនសុចរិតភាពសេចក្តីប្រកាសនោះរបស់ក្រសួងបានឲ្យដឹងថាក្រសួងហាមឃាត់ការផ្សព្វផ្សាយដើម្បីលក់ផលិតផលទំនិញនិងសេវាដោយប្រើពាក្យមិនពិតដូចជាកោសឈ្នះបើកឈ្នះកោសច្រើនឈ្នះច្រើនទិញឈ្នះជាដើមគូបញ្ជាក់ថាកន្លងមកមានការផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនដែលមិនមានសុចរិតភាពដូចជាការឃោសនាផ្ដល់រង្វាន់ហួសពីការពិតជាដើមចំណែកប្រជាជនកម្ពុជាក៏មិនតិចដែរដែលលងខ្លួនចាញ់បោកការឃោសនាបោកប្រាស់តាមរូបភាពផ្ដល់រង្វាន់នេះដូច្នេះចំណាត់ការរបស់ក្រសួងពាណិជ្ជកម្មតាក់ទងនឹងការផ្ដល់រង្វាន់មិនពិតប្រាកដនេះនឹងក្លាយជាវិធានការមួយការពារដល់អ្នកប្រើប្រាស់ឬប្រជាជនកម្ពុជាបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតសូមអរគុណសូមជម្រាបលា